យើងខ្ញុំទាំងពីរអ្នកសូមគោរពគណៈកម្មការជាទីគោរពសូមគោរពអាដាមលោកជំទាវលោកលោកស្រីកញ្ញាភ្ញៀវភាពជាតិទាំងអន្តរជាតិជាទីមេត្រីសូមស្វាគមន៍មកកាន់ពិធីអបអរសាទរមិត្តភាពកម្ពុជាចិនក្នុងឱកាសបុណ្យសែនព្រះខែឆ្នាំ2025今晚我们相聚在湄公明珠金边，共同庆祝中秋佳节。 នៅក្នុងខែមេសាកន្លងទៅប្រធានាធិបតីស៊ីជីនពីងបានមកអង្គុយទស្សនកិច្ចលើនៅក្នុងប្រទេសកម្ពុជានៅក្នុងខែកញ្ញាព្រះបាទរណងសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងចូលរួមខួបលើកទី80នៃជ័យជម្នះសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពាននិងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោកចិននិងកម្ពុជាមិនត្រឹមតែជាមិត្តនៅក្នុងតំបន់តែប៉ុណ្ណោះទេក៏ប៉ុន្តែជាមិត្តដ៏ជិតស្និទ្ធផងដែរ 在“一带一路”的倡议下，许多小而美的项目落地生根，构建了两国民心相通的情感纽带。 នៅក្នុងឆ្នាំ2018ក្រុមគ្រូពេទ្យចិនបានធ្វើដំណើរឆ្លងកាត់ភ្នំនិងសមុទ្រមកកាន់កម្ពុជាដើម្បីអនុវត្តនូវគម្រោងដំណើរនៃក្តីស្រឡាញ់កម្ពុជាចិនដោយបានពិនិត្យព្យាបាលកុមារជាង83000នាក់ពីជំងឺបេះដូងពីកំណើតសូមស្វែងរកអំពីរឿងនេះ